ធัวគឺកម្មបង្កើតលោកីកម្មបង្កើតលោកីអញ្ចឹងបានវាត្រូវការយល់កម្មយល់ធាតុឲ្យច្បាស់ព្រោះលោកីវាជាធាតុតើកម្មវាអាចបង្កើតធាតុបានអត់ហើយបង្កើតលោកីហ្នឹងតើបង្កើតមកឆ្ដប់ដោយបង្កើតដុំថ្មអញ្ចឹងឯងកុំមិនលោកីហ្នឹងលោកីធ្វើបិទតែជាធាតុក៏ពិតមែនរាល់ថ្ងៃហ្នឹងធាតុទាំងអស់សលេងក៏ធាតុក្លិនក៏ធាតុអីក៏ធាតុយើងគិតមើលទៅដឹងតាមទ្វាទាំង5សរុបមកគឺថាធាតុទាំងអស់ក្លិនរសសលេងរូបភាពផតពៈមានតែប៉ុណ្្នឹងដឹងតាមទ្វាទាំង5ហ្នឹងធាតុទាំងអស់ហេតុអីបានត្រូវស្គាល់កម្មស្គាល់ធាតុហេតុអីពីព្រោះដើម្បីគិតឲ្យឃើញថាកម្មវាមិនអាចបង្កើតធាតុបានទេយល់ទេដូចថាស្គាល់គីឡូម៉ែត្រហើយស្គាល់1គីឡូម៉ែត្រដែរតែហើយមិនស្គាល់គីឡូម៉ែត្រហើយមិនស្គាល់គីឡូក្រាមទេហើយអត់ដឹងថា1គីឡូម៉ែត្របង្កើត1គីឡូក្រាមបានឬមិនបានទេយល់ទេតែហើយមិនស្គាល់កម្មមិនស្គាល់ធាតុហើយមិនដឹងថាកម្មបង្កើតធាតុហ្នឹងបានឬមិនបានទេហើយអត់ដឹងទេអញ្ចឹងដាច់ខាតត្រូវតែស្គាល់កម្មស្គាល់ធាតុស្គាល់1គីឡូម៉ែត្រស្គាល់1គីឡូក្រាមគីឡូក្រាមគឺជាຂ្នាតទម្ងន់គីឡូម៉ែត្រគឺជាຂ្នាតប្រវែងហើយនឹងគីឡូក្រាមទម្ងន់គឺវាយងាប់ក៏វាមិនអាចប្រែមកជាគ្នាបានដែរប្រែមកជាគ្នាយល់ទេ1គីឡូម៉ែត្រคล้ายជា1គីឡូក្រាមក៏មិនបាន1គីឡូក្រាមคล้ายជា1គីឡូម៉ែត្រក៏មិនបានអានោះបានឲ្យដឹងថាលោកីវាទៅទេវាកាត់អត់បានយល់ទេហើយកម្មបង្កើតលោកីមិនបើលោកីធាតុហ្នឹងយល់ទេហើយចុះប្រពុតមិនគេថាបានអាត្រង់នោះហើយដែលជាការត្រាស់ដឹងរបស់ប្រពុតនោះកម្មមិនបានបង្កើតលោកីបានណាស្ដាប់គេទៅគេបញ្យល់ហេតុផលឲ្យហើយស្ដាប់មើលយកទៅគិតមើលឃើញអញ្ចឹងមែនអត់ប៉ុន្តែវាពិបាកត្រង់ថាអាមនុស្សហ្នឹងវាអត់ដឹងគិតនឹងស្អីទៀតវាអត់ដឹងស្អីគិតហ្នឹងវាបតាទាំងអស់ពេញក្បាលទៅណាវាស្មានក្បាលគិតណាក្បាលអត់មិនគិតទេគឺវិញ្ញាណប្រើទ្វាក្បាលដើម្បីគិតដល់តែយើងស្គាល់អត្ថភាពរបស់វិញ្ញាណនោះបានយើងដឹងថាវិញ្ញាណវាគិតអាម៉េចយើងវាអត់ក្បាលក្នុងអារម្មណ៍យល់យើងណាវិញ្ញាណអ្នកគិតមែនណាហើយមនុស្សវាអត់ស្គាល់ស្អីអាគិតនោះអាស្អីអ្នកគិតនោះវាថាក្បាលគិតស្គួតអានោះចាញ់ហ្គេមគិតហេតុផលណា